បាទតកតងទៅនឹងការតាំងពិព័រណ៍នៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរយើងមានពិព័រណ៍3សំខាន់ដែលជាពិព័រណ៍អចិន្ត្រៃយ៍សម្រាប់ធ្វើការចែកជូនទៅដល់សាធារណជនដែលបានអញ្ជើញចូលមកហ្នឹងគឺមានន័យថាពិព័រណ៍3នេះគឺពិព័រណ៍ដែលបងអញ្ជើញមកពេលណាក៏ឃើញដែរគឺអត់មានការផ្លាស់ប្ដូរទេដែលពិព័រណ៍ទី1នោះគឺនិយាយពីសម័យកាលបុរេប្រវត្តិសាស្ត្រមានន័យថាជាសម័យកាលមួយដែលមានអាយុកាលពី3000ជាងឆ្នាំមុនបច្ចុប្បន្នណាហ្នឹងហើយអញ្ចឹងយើងមានលើកយកស្ថានីយ៍ពីរមកនិយាយនៅក្នុងពិព័រណ៍បែបបុរេប្រវត្តិសាស្ត្រនេះគឺពិព័រណ៍កោះតមាសហើយនិងព្រៃក្មេងបាទហើយពិព័រណ៍ទី2គឺពិព័រណ៍សម័យអង្គរជាពិព័រណ៍ដែលតាំងបង្ហាញបដិមាដែលគេធ្វើការកំណាយនៅប្រាសាទប្រទីក្តីដែលរកឃើញចំនួន274បំណែកហ្នឹងហើយដែលមានដាក់តាំងសាល2សាលទូចខាងក្រោមនិងខាងលើហ្នឹងហើយពិព័រណ៍ទី3គឺជាពិព័រណ៍គេហៅថាពិព័រណ៍តកតងទៅនឹងជំនឿអរូបីដែលនិយាយពីការរកឃើញប្រភេទកោតដែលបងប្អូនប្រជាពលរដ្ឋដែលគាត់រស់នៅក្នុងជុំវិញតំបន់ផ្សារគោកត្រីគាត់យកកោតដែលមានសាច់ញាតិគាត់ដូនតាគាត់ចាក់ឋានទៅបូជាហើយគាត់យកមកដាក់នៅក្នុងវត្ថុប្រើប្រាស់នៅក្នុងផ្ទះគាត់ហ្នឹងដូចជាកសៀវដូចជាប៉ាន់តែអញ្ចឹងទៅគាត់យកទៅជំនួសគាត់ថាធ្វើជាកោតណាដាក់ទៀតក្នុងហ្នឹងហើយយកទៅកប់នៅជើងប្រាសាទហ្នឹងហើយអញ្ចឹងមូលហេតុអីបានគាត់ធ្វើអញ្ចឹងមានន័យថាគាត់មានជំនឿខ្លាំងទៅលើប្រាសាទហ្នឹងហើយគាត់ជឿថាប្រាសាទគឺជាទីឋានមួយដ៏ពិសិដ្ឋជាទីឋានមួយដែលនាំយកនៅដួងវិញ្ញាណក្ខន្ធដូនតាគាត់នឹងឲ្យទៅដល់ឋានដែលរួចចាក់ទោសតាមបែបបទជំនឿរបស់គាត់ទៅបាទហើយក្រៅពីហ្នឹងក៏យើងមានពិព័រណ៍គេហៅថាពិព័រណ៍មិនអចិន្ត្រៃយ៍ដើម្បីធ្វើការផ្លាស់ប្ដូរអារម្មណ៍អ្នកទស្សនាកុំឲ្យធុញទ្រាន់ក្នុងការអញ្ជើញមកសារមន្ទីរឃើញថាពិព័រណ៍តែអញ្ចឹងយើងមានបង្កើតជាពិព័រណ៍មិនអចិន្ត្រៃយ៍ទៀតអញ្ចឹងពិព័រណ៍ទាំងអស់នោះមានអាយុកាលកំណត់ជាងការបងអញ្ជើញមកទស្សនិកជនអញ្ជើញមកសារមន្ទីរនេះថ្ងៃហ្នឹងឃើញមានតាំងពិព័រណ៍ភាគអីចឹងទៅឧទាហរណ៍ទៅពេលប្រហែលខែចុងក្រោយឬដល់ឆ្នាំចុងក្រោយទៀតហ្នឹងមានការផ្លាស់ប្ដូរពិព័រណ៍ថ្មីមកបន្ថែមទៀតហើយពិព័រណ៍ទាំងអស់ហ្នឹងគឺជាពិព័រណ៍ដែលភាគច្រើនបានមកពីការធ្វើកំណែបែបបារាំងជើងក្នុងតំបន់អង្គរ